ពេលបំរើកាន់កំបិតនឹងអ្នកយាមទ្វារកាន់តាវែងតើថ្ងៃណាមួយគាត់អន់ចិត្តហើយសម្លាប់ខ្ញុំភ្លាមឬទេមិនថ្ងៃមិនបានឃើញប្តីតើគាត់មានកិច្ចការសំខាន់អ្វីដែរឬទេព្រះអង្គម្ចាស់ត្រូវបានបញ្ជាឲ្យចេញពីរាជធានីទៅបំពេញការឮថាបានរងរបួសហើយបាត់ទំនាក់ទំនង2ថ្ងៃហើយមិនថាខ្ញុំរងរបួសលោកជំទាវហាក់ដូចជារីករាយណាស់ខ្ញុំនៅតែសង្ស័យថាអ្នកនេះចាប់ចាំស្តាប់នៅមុខទ្វារជាណាព្រះអង្គម្ចាស់មិនទាន់ដឹងទេព្រះនាងខ្វាយខ្វល់អំពីសុវត្ថិភាពរបស់ព្រះអង្គរហូតដល់ទទួលទានបាយមិនបានឥឡូវនេះបានឃើញព្រះអង្គគ្មានអ្វីទេខ្ញុំជឿតែខ្ញុំដាក់មុខប៉ុណ្ណឹងលោកអ្នកមិនឃើញយល់ច្រឡំពីចិត្តស្មោះរបស់ព្រះនាងឡើយលោកស្រីពិតជាបារម្ភពីខ្ញុំដល់ថ្នាក់នេះមែនទេអូយ៉ាងនេះធ្វើឲ្យលោកស្រីព្រួយបារម្ភនឿយហត់ពីខ្ញុំណាស់ប្រហែលជាវាជាការប្រសើរជាងប្រសិនបើគ្រូពេទ្យពិនិត្យខ្ញុំការធ្វើដំណើររបស់ខ្ញុំចេញពីរាជធានីគឺតាមបញ្ជារបស់អធិរាជរឿងនេះមិនត្រូវឲ្យនរណាម្នាក់ដឹងនោះទេដូច្នេះជាធម្មតាគ្រូពេទ្យមិនអាចត្រូវបានហៅមកពិនិត្យជីពចររបស់ខ្ញុំបានទេនិយាយឲ្យត្រង់ទៅគ្មានមន្ត្រីរាជការណាម្នាក់នៅក្នុងរាជវង្សឈីងទាំងមូលមានគ្រូពេទ្យតែម្នាក់គត់ដែលពួកគេអាចទុកចិត្តបានទេដូច្នេះខ្ញុំអាចគ្រាន់តែរំខានប្រពន្ធខ្ញុំឲ្យលាបថ្នាំឲ្យខ្ញុំវាមិនមែនជាការងារលំបាកទេគ្រាន់តែជាវាសនាអាក្រក់ប៉ុណ្ណោះស្ដាយសុខភាពល្អហើយអ្វីក៏ហៅខ្ញុំត្រឡប់មកផ្ទះសួរសុខទុក្ខវិញเราរៀបការព្រះអភិរក្សរាជប្រព្រឹត្តចំពោះអ្នកល្អទេតើពីមុនគាត់មើលងាយខ្ញុំឥឡូវគាត់ធ្វើទីរនកម្មខ្ញុំទាំងយប់ទាំងថ្ងៃសូម្បីតែបាយឆ្អែតមួយពេលក៏ពិបាកស៊ីដែរនៅលើខ្លួនខ្ញុំគ្មានសាច់ល្អមួយដុំទេគឺត្រូវគាត់ពីអស់ហើយខ្ញុំបំរើឃើញនាងអញហាក់ដូចជាថត់ឡើងខ្លះដែរប្រហែលជាគ្មានរហូតហំពុកនេះជាអ្វីអ៊ីនហេងជាមនុស្សពីរខូខើគាត់ធ្វើទីរនកម្មអ្នកដូចនេះទោះបីខ្ញុំមិនមែនជាម្ដាយបង្កើតរបស់អ្នកក៏មិនអាចទ្រាំមើលបានដែរយកអ្នករកឱកាសដាក់របស់នេះទៅក្នុងចំណីអាហាររបស់គាត់កាលណាសម្រេចកិច្ចការរួចនឹងមានគេមកទទួលអ្នកត្រឡប់ទៅដំណាក់ខាងវិញហើយមានសុខសប្បាយអស់មួយជីវិតបើមិនសម្រេចទេបោះរកោទូតែម្ដាយអ្នកទុកក្នុងផ្ទះក៏មិនត្រូវទុកទៀតដែរទុកចោលអស់ទៅស្អាតជាតែកំពុងគំរាមខ្ញុំអ្នកគ្មានជំនឿទេហើយអ្នកគិតថាក្រោយពីរឿងខ្លែងឈ្មោះរបស់អ្នកត្រូវគេដឹងអ្នកវាជាមនុស្សនឹងទុកឲ្យអ្នកនៅរស់ដល់ថ្ងៃស្អែកទេលោកជំទាវយ៉ាងមិនដើរសំដាយណាមិនធូរធូរទេពេលអ្នករៀបការហើយចិត្តទៅពុកម្ដាយអ្នកក៏ធ្លាក់ទៅលើមនុស្សដទៃដល់ធំជាលើនេះអ្នកជាប្រពន្ធខ្ញុំមានបំណងអ្វីអាចប្រាប់ខ្ញុំបាន